Hello សួស្តីអ្នកទាំងគ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងគ្រូបណ្ដោឋានសួគ៌នៅពី138បន្តទៀតដែលយើងកាន់ជោគច្រើនពីណាដែរហើយចូលមកដល់ពេលនេះដែរយើងឃើញថាជីជីដែលជាមិត្តចាស់របស់ជេហ្វាននឹងក៏ត្រូវមនុស្សមួយក្រុមបានចាប់យកនាងទៅហើយវាក៏បានតាក់ទងទៅកាន់ជេហ្វានតាមរយៈទូរស័ព្ទជំនាន់នោះគឺទំនើបខ្លាំងមែនទែនមាន smartphone ប្រើប្រាស់ថែមទៀតផងវាបានគម្រាមជេហ្វាននឹងឲ្យមកទីនេះបើមិនដូច្នេះវានឹងសម្លាប់នៅជីជីដោយបកស្បែកទាំងរស់វាក៏បានបញ្ជាប្រាប់ទៀតថាឲ្យជេហ្វានទៅតែម្នាក់ឯងជេហ្វានចាប់ដើមគិតនឹងចិត្តទៀតថាវាបានប្រើប្រាស់នៅជីធ្វើជានៅបញ្ឆោតហើយពួកវាអាចប្រើប្រាស់នៅ smartphone សង្ស័យតែអាចជាមនុស្សដែលមកកាន់ទឹកដីនេះជាមួយនឹងខ្លួនឯងនឹងឯងជាងជីចាប់ដើមគិតទៀតថាកន្លែងអាកបាំងដែលផ្ទុកដោយ lava បើនាងមិនចូលច្រឡំនោះអាចជាជួរភ្នំបិសាចភ្លើងជួរភ្នំបិសាចភ្លើងនេះដែរគឺជាតំបន់កណ្ដាលដែលស្ថិតនៅឯទិសខាងលិចអធិរាជខ្មែរក៏ធ្វើការរៀបរាប់ទៅនឹងអ្វីដែលខ្លួនបានដឹងកន្លែងនេះគឺវាធ្លាប់បានរកឃើញពីមុនរួចម្ដងមកហើយគឺជាកន្លែងដែលគួរខ្លាំងណាស់ហើយក៏ជាកន្លែងដែលបានផ្ដល់នូវកំណើតនៃព្រលឹងពិសិដ្ឋនៃបាក់ភ្លើងដែលធម្មពលវកគឺឈានទៅដល់ level មេគឺអាចប្រកួតប្រជែងជាមួយនឹងអធិរាជបុរាណបានក៏ប៉ុន្តែត្រូវបានសម្លាប់ដោយអធិរាជយ៉ាងឃោរឃៅបំផុតបន្ទាប់ពីការស្លាប់របស់ព្រលឹងនៃបាក់ភ្លើងហើយនោះកន្លែងនេះក៏ពោពេញទៅដោយអក្សរសិល្ប៍ជាច្រើនដែលវាបង្កើតទៅជាក្បួនហាមឃាត់មហាទេពនឹងចង់ទៅជាមួយនឹងយេហ្វានបីទៅសម្លេចពួកវាចោលបេតិកខ្មែរក៏និយាយទៀតថាខ្ញុំហៅលោកមកគឺដើម្បីអញ្ជើញនៅទូធានដែលអញ្ចឹងពួកគេនឹងធ្វើដំណើរទៅកាន់ទីនោះរួមគ្នាតែអធិរាជខ្មែរក៏បានបញ្ជាក់ទៀតថាមានខោពាក់ទៀតផងពួកគេមិនអាចទៅបែបនេះនោះទេបើទៅគ្នាច្រើនអាចជាសត្រូវសម្លាប់នៅចំណាប់ខ្មាំងចោលមិនខាននោះឡើយជាងជីនឹងក៏គិតទៀតថាតើម្នាក់នេះសំខាន់ប៉ុណ្ណាទៅហេតុអីក៏ជាហ្វាននឹងត្រូវតែជួយនាងគឺក៏ចាប់ផ្ដើមកិនដែលគាត់នឹងធ្លាប់សន្យាជាមួយនឹងយេជីរួចម្ដងទៅហើយតែពួកគេនឹងជួបគ្នាម្ដងទៀតនាងក៏ទន្ទឹងរង់ចាំនៅជាហ្វានដូចគ្នាផងដែរអញ្ចឹងជាហ្វានមិនអាចក្បត់នៅសន្យានោះទេតែខាគាត់ទៅតែជួយសង្គ្រោះនាងណាមួយពួកគេក៏មកពីភពផែនដីដូចគ្នាផងដែរលឺបែបនេះក៏ជាជីក៏យកព្រមថានឹងជួយជាហ្វានទៅចោលលុះយប់ឡើងនេះជាហ្វានក៏បានប្រើប្រាស់នៅថ្មនៃធនធានរបស់គាត់ធ្វើការហ្វឹកហាត់ដើម្បីបង្កើនកម្លាំងក៏បាននឹកឃើញទៅដល់រូបភាពនៃអតីតកាលដែលរួមដំណើរជាមួយនឹងយេជីហើយនិងអ្នកដទៃផងដែរស្ត្រូវបានចាប់យេជីធ្វើជាចំណាប់ខ្មាំងដែលគោលដៅពួកវាគឺជាគាត់ដូច្នេះនេះគឺជាអន្តៈដ៏ខ្លាំងបំផុតអញ្ចឹងគាត់មិនចង់ឲ្យមិត្តភ័ក្តិរបស់គាត់ឬក៏សមាជិកផ្សេងទៀតមកបន្តជីវិតជាមួយនឹងខ្លួននោះទេនៅពេលនោះដូចជាមាននន្ទះនៅលើមេឃស្រាមជាហ្វានក៏បានចាក់ចេញពីទីនោះតែម្នាក់ឯងដែលមិនចង់ឲ្យមិត្តភ័ក្តិរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងបញ្ហានេះនោះឡើយក៏មកកាន់នៅតំបន់មួយដូចជាតំបន់ពលអញ្ចឹងតែនៅខាងមុខគឺជាភ្នំភ្លើងទៅវិញក៏បានប្រើប្រាស់នៅសមត្ថពិសេសរបស់ខ្លួនសម្លឹងទៅខាងមុខក៏បានឃើញនៅមនុស្សជាច្រើនហើយយេជីក៏ត្រូវបានឃុំឃាំងនៅទីនោះជីហ្វានមានអារម្មណ៍ថាដូចជាមានមនុស្សលួចតាមខ្លួនវាជាអធិរាជខ្មែរវាក៏បានចេញមកអធិរាជខ្មែរក៏ដឹងទៀតថាមើលឯងចង់ទៅទីនោះតែម្នាក់ឯងអញ្ចឹងវាក៏បានដើរចាក់ចេញទៅវិញតែទៅជីហ្វាននឹងចាប់ចូលមកទោះបីជាវាព្យាយាមស្រែកឲ្យជីហ្វានដោះលែងយ៉ាងណាក៏ជីហ្វានមិនព្រមនោះដែរអធិរាជខ្មែរក៏បាននិយាយអំពីកន្លែងនោះគឺពោពេញទៅដោយគ្រោះថ្នាក់ច្រើននោះគេហៅថាច្រកទ្វារអន្តៈ 10000 សិតនៅឯជួរភ្នំបិសាចភ្លើងបើចូលទៅហើយគឺគ្មានកន្លែងលាក់ខ្លួននោះទេលុះត្រាតែជាហ្វាននឹងគឺជាអធិរាជបុរាណតែប៉ុណ្ណោះទើបអាចលាក់ខ្លួននៅទីនោះបានតែជាហ្វានគិតថាក៏ប៉ុន្តែឯងមាននៅក្បួនពិសេសដែលអាចយកឈ្នះនៅក្បួនហាមឃាត់នៅច្រកទ្វារអន្តៈ 10000 បានតែអធិរាជខ្មែរមិនចង់ទៅជាមួយនឹងជាហ្វាននោះទេព្រោះថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយជាហ្វានដល់លេងខ្លួនទៅតែជាហ្វានមិនព្រមគាត់ថាបើជ្រុលមកទីនេះហើយអញ្ចឹងពួកយើងនឹងទៅរួមគ្នាតែម្ដងពួកគេក៏បានធ្វើដំណើរទៅខាងមុខទៀតដោយប្រើប្រាស់នៅក្បួន teleport មួយចូលទៅកាន់ទីនោះជាងមកមើលឈិងយីវិញម្ដងនាងក៏ដឹងថាជាហ្វានបានទៅទីនោះតែម្នាក់ឯងហើយក៏បាត់នៅអធិរាជខ្មែរម្នាក់ទៀតផងអញ្ចឹងក៏ឲ្យអបិតខ្មែរនឹងនៅការពារនៅណានហើយខ្លួនជាមួយនឹងមហាទេពនឹងទៅជួយជាហ្វានឃើញថាណានឹងកំពុងតែដេកលងលក់នៅឡើយនៅឯជួរភ្នំបិសាចភ្លើងគឺមាននៅមនុស្សជាច្រើនដែលរងចាំគាត់នៅទីនោះជាហ្វានក៏រន់ទៅដល់ទៅទីនោះភ្លាមនឹងគាត់អត់ពេលយូរក៏បានប្រើប្រាស់ក្រានម៉ាដេជីរបស់ខ្លួនចាប់ផ្ដើមចាត់ការទៅលើពួកវាដែលពួកវាពិចារណាគឺពាក់នៅស្រោមមកវាបាយជាគាត់ថាជាហ្វានមកទីនេះគឺរកសេចក្តីស្លាប់ហើយតែអ្នកដែលស្លាប់គឺខ្លួនឯងទៅវិញនោះទេគាត់ប្រើប្រាស់នៅដាវទីទេពមួយការប្រហារគ្មានបណៃដៃចောက်យុទ្ធគេយ៉ាងសាហាវព្រោះគោខើជាទីបំផុតតមកក៏បានលើកនៅជើងរបស់ខ្លួនដើម្បីទាត់បំប៉ោងជាមួយនឹងចង្ក្រានម៉ាដេជីលីដៃឡើងលើអាកាសបន្តិចវាយទៅមុខមួយផាងជាមួយនឹងធម្មពលនន្ទះកំតិចនៅរាងកាយលេទៅជាខ្យល់ប្រើប្រាស់ដាវប្រហារនៅជីវិតពួកគេចុងក្រោយខណៈពេលនោះក៏មនុស្សមកពីផ្នែកមួយក្រុមទៀតឈ្មោះ100 Jevan ក៏ត្រូវគាត់សម្លេចចោលដូចគ្នាផងដែរក៏បានចូលទៅខាងក្នុងក៏សួរទៅកាន់វិទ្យាថាគាត់បានមកដល់ទីនេះហើយចង់ឲ្យខ្លួនមកកុំលាក់ខ្លួនដូចជាឆ្កែកំបៃក្បាលអញ្ចឹងខណៈពេលនោះក៏បានលឺសំឡេងរបស់មនុស្សស្រីម្នាក់ទីបំផុតឯងបានមកដល់ហើយពួកវាក៏បានបង្ហាញនៅជីជីដែលនៅទីនោះនេះបានត្រឹមតែយំទៅប៉ុណ្ណោះស្រែកឲ្យ Jevan នឹងបញ្ញាប្រត់កិច្ចខ្លួនទៅខណៈពេលនោះក៏នារីម្នាក់ក៏បានបង្ហាញខ្លួនទីបំផុតពួកគេបានជួយជាមួយនឹងរាងកាយពិសិដ្ឋ Jevan ម្ដងទៀតពួកគេមិនមានតែម្នាក់នោះទេគឺមានគ្នាដល់ទៅ13នាក់រួមជាមួយនឹងប្រជាផ្សេងទៀតអបនេះដែរគឺជាព្រះបត្រាពិសិដ្ឋម្នាក់ក្នុងចំណោមព្រះបត្រាពិសិដ្ឋទាំង3ក្បាល
ដល់បីអ្នកអធិស្ឋានបាទនិយាយរឿងជឿបន្តិចហើយព្រះបត្រាពិសិដ្ឋម្នាក់ទៀតក៏បានបង្ហាញខ្លួនជាមួយនឹងថ្មសម្រាប់កប់ភ្នោដែលចាយឈ្មោះជាហ្វាន់នៅលើនោះជាស្រេចវាធ្វើពិសេសដើម្បីជាហ្វាន់អ្វីដែលវាចង់បាននោះគឺចង្ក្រានម៉ាដាឈីជាហ្វាន់ក៏សួរទៅវិញទៀតថាពួកឯងមានតែគ្នា13អ្នកទេអីដែលជាព្រះបត្រាពិសិដ្ឋទាំង3នោះមើលទៅប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយមើលទៅថ្មនេះអាចជាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេសម្រាប់ពួកឯងនោះពួកគេក៏បានបង្ហាញខ្លួនមកម្ដងម្នាក់អ្នកស្រីនោះគិតថាជាហ្វាន់ពិតជាកតងខ្លាំងពិតមែនដូចជាមិនទាន់ឃើញសក្តានុពលមិនស្រក់ទឹកភ្នែកពិតមែនបន្ទាប់ពីសម្រាប់ជាហ្វាន់ហើយវានឹងយកក្បាលជាហ្វាន់នឹងព្យួរនៅលើក្រោមខ្លោងទ្វារនៃទីក្រុងដើម្បីគោរពទៅកាន់ព្រលឹងនៃព្រះបត្រាពិសិដ្ឋជាហ្វាន់ក៏បានដាស់តឿនពួកវាទៀតថាស្ដេចពិសិដ្ឋហើយនឹងព្រះបត្រាពិសិដ្ឋរបស់ពួកឯងបានបាត់បង់ជីវិតសឹងតែអស់ទៅហើយពួកឯងគឺជាមិនគេជាហ្វាន់នឹងបញ្ជូនពួកវាទៅកាន់នរកជាមួយគ្នាតែម្ដងធ្វើនេះខឹងជាខ្លាំងតែជាហ្វាន់នឹងនិយាយអត់ប្រយោជន៍អត់ទេនិយាយថាជាហ្វាន់បានបកកាន់ខ្លោងទ្វារមរណៈហើយកុំគ្រាន់បើពេកពួកវាគឺជាសមាជិកនៃព្រះបត្រាទាំង13នៃសម្ព័ន្ធអតិទេពសម្លាប់ហើយវានឹងយកជីវិតរបស់ជាហ្វាន់នៅថ្ងៃនេះផងដែរជាហ្វាន់ក៏តទៅវិញដោយមិនញញើតនោះទេគាត់នឹងសម្លាប់សមាជិកនៃព្រះបត្រាពិសិដ្ឋទាំង3ក្នុងរាត្រីតែមួយខណៈពេលដែលព្រះរាជាពាក់របាំងមុខជាច្រើនមកពីសម្ព័ន្ធអតិទេពសម្លាប់នៅឈ្មោះ100ជាហ្វាន់ក៏ត្រូវគាត់បំផង់ទៅវិញបន្ទាប់មកឈ្មោះទៅរក4នាក់ដែលនៅសេសសល់ខណៈពេលនោះក៏បានលេចចេញនៅធម្មពលដ៏ធំមួយសង្កត់គាត់ចុះទៅខាងក្រោមពួកវាក៏បានវិវត្តព្រមគ្នាវាយទៅលើជាហ្វាន់តែវាយចូលទៅសជាហ្វាន់លើកនៅដៃបន្តិចបំផង់រៀងកាប់វាឲ្យទៅក្រោយវិញផ្លែដាវមួយឆាបខប់បន្តិចដូចជាដាវទឹកកកនេះក៏បានបញ្ជានៅគ្រីសាល់ទឹកកកនោះមកសាជាថ្មីជាហ្វាន់ក៏បានរត់គេទៅម្ខាងបន្ទាប់មកក៏បានបញ្ចេញនៅមឈូសលោហិតបិសាចមេឃពលឹងជាច្រើនក៏បានធ្វើទៅរោនាងនេះព្យាឲ្យជាខ្លាំងក៏ដឹងទៀតថាជាហ្វាន់បានសម្លាប់នៅព្រះបត្រាពិសិដ្ឋនៅសម្ព័ន្ធអតិទេពសម្លាប់របស់ខ្លួនដើម្បីដណ្ដើមយកនៅមឈូសលោហិតបិសាចមួយនេះអញ្ចឹងនាងត្រូវតែសងសឹកដណ្ដើមយកនៅមឈូសនេះត្រឡប់មកវិញនេះក៏បញ្ជានៅគ្រីសាល់ទឹកកករបស់ខ្លួនទៅលើជាហ្វាន់ម្ដងទៀតគាត់លើកនៅដែរដើម្បីទប់ទល់កំទេចនៅគ្រីស្តាល់នោះចោលខណៈពេលដែលព្រះរាជាម្នាក់ក៏បានចូលមកការប៉ះនេះកាន់តែខ្លាំងក្លាជាហ្វាន់លើកកណ្ដាប់ដៃវាយចេញទៅសត្វហង្សភ្លើងមួយក្បាលក៏បានផុសចេញមកចេញជាស្វាគមន៍ពួកគេ4នាក់នោះក៏បានបញ្ចេញនៅធម្មពលរួមគ្នាដើម្បីដំណើរការនៃក្បួនរូបអវតារជើងធំរបស់គាត់ក៏បានផុសចេញមកដូចគ្នាផងដែរពួកគេរៀបចំនៅក្បួនយ៉ាងពិសេសដើម្បីសម្រាប់ជាហ្វាន់ក៏បានបំផ្លាញនៅរូបអវតារជើងធំរបស់គាត់ចោលរៀងកាត់ក៏បានធ្លាក់ក្រោមធ្វើជាហ្វាន់ចាប់អាខ្លាំងមែនទែនគាត់ដឹងទៀតថាចក្ខុនៃរាងកាយពិសេសរបស់គាត់គឺមិនអាចប្រើប្រាស់បាននោះទេអញ្ចឹងគាត់ក៏បានប្រើប្រាស់នៅដែរដើម្បីទប់ទល់ជំនួសវិញពេលដែលសមាជិកម្នាក់ក៏បានប្រាប់កាន់ជាហ្វាន់ទៀតថានេះគឺជាច្រកពីអន្តៈទាំង10000គឺអាចបង្ក្រាបនៅចក្ខុនៃរាងកាយពិសិដ្ឋរបស់ឯងបានមួយរយៈពេលខ្លីសមាជិកម្នាក់ទៀតក៏បានចូលទៅចាត់ការតែវាមិនចូលទៅសោះជាហ្វាន់ក៏ចាប់ដើមគិតបណ្ដាក៏ទប់ទល់បណ្ដាក៏ទៅតែរកវិធីដើម្បីកម្ចាត់សត្រូវក្នុងពេលតែមួយគុំដៃរួមគ្នាក្បួនវិតមន្តធំផុសពីក្រោមជើងតែជាខ្លាំងក៏បានផុសចេញមកចរណាពួកគេត្រូវបានបញ្ឈប់ពួកគេមិនអាចកម្រើខ្លួនបាននោះទេជាហ្វាន់ក៏បានចូលទៅពីក្រោយចាប់ទីពួកគេទៅកាន់ទីតាំងមួយដើម្បីទួលនៅអ្វីដែលគាត់បានរៀបចំគេដែលបន្តិចដើម្បីដំណើរការវាឡើងវិញដល់ពេលនោះដែរធម្មពលយ៉ាងខ្លាំងដែលផ្ទុះចេញពីអន្តៈរបស់សត្រូវបើជាវិបហាទៅលើខ្លួនឯងទៅវិញជាហ្វាន់ក៏បានជួយយាយីអបិយោនោះទេរាងកាយរបស់នេះក៏បានរលាយជាហ្វាន់ក៏ជាប់នៅក្នុងអន្តៈរបស់ពួកគេបានទៅជោគជ័យជាងជីក៏ខឹងនឹងជាហ្វាន់ខ្លាំងធ្វើអីមិនគិតខ្លួនឯងទៅសោះមើលទៅនាងអាចជាមិនអាចទៅជួយជាហ្វាន់បានទាន់ពេលវេលានោះទេសមាជិកនៃព្រះបត្រាទាំង13ក៏ចាប់ដើមបានមាត់បានកបាទពេលនេះជាហ្វាន់លេងក៏កតោមតទៀតហើយព្រោះថាជាប់នៅក្នុងអន្តៈរបស់ខ្លួនដែលបានរៀបចំអាម្នាក់ទៀតក៏បានបង្ខំឲ្យជាហ្វាន់នឹងបកគលនៅជាក្រានមកដល់ឈីមឲ្យខ្លួនវាអាចជាទុកជីវិតឲ្យជាហ្វាន់តែម្សិលនេះក៏បានជាបាយកនៅយាយីជាប់ហើយក៏ប្រាប់ទៅកាន់នាងថានាងបើកភ្នែកមើលទៅខ្ញុំនឹងឲ្យវាស្លាប់យ៉ាងវេទនាជាទីបំផុតបូជាទៅកាន់ព្រះបត្រាពិសិដ្ឋហើយនឹងស្ដេចពិសិដ្ឋរបស់ខ្លួននាងលើកដៃអាករបស់យាយីបន្តិចជាហ្វាន់ខឹងខ្លាំងណាស់ព្រះចាប់សិនជាចាប់ដើមសាច់ជាហ្វាន់ក៏នឹកឃើញវិធីមួយក៏បានលើកនៅជាក្រានមកដល់ឈីបើសិនជាពួកវាចង់បានឆាប់ចូលមកយកមកក៏បានរុញទៅខាងក្រៅស្រីនោះក៏ប្រាប់ទៀតថាកុំឲ្យជាហ្វាន់បោកពួកឯងបានទេសោះពួកឯងគួរតែបញ្ញាប់ជាហ្វាន់ជំនុនសិនទៅតែព្រះចាប់ផ្សេងទៀតដូចជាមិនសម្ដីរបស់នាងនោះទេវាក៏បានបែងចែកគ្នាឲ្យអ្នកខ្លះទៅការពារនៅចង្ក្រាននោះអ្នកខ្លះនៅការពារជាហ្វាន់អញ្ចឹងវាចង់ទៅពិនិត្យមើលចង្ក្រាននោះតែម្នាក់ស្រីនោះចង់ខាត់ក៏ជាពេលហើយដែរពួកគេក៏បានចូលទៅប្រងគ្នាក្នុងពេលតែមួយចង្ក្រាននោះក៏ចាប់ផ្ដើមទូឡើងជាមួយនឹងធម្មពលរន្ទះបំផោងរាងកាយពួកគេឲ្យទីទៅក្រោយអ្នកខ្លះក៏រងរបួសយ៉ាងធ្ងន់ធ្ងរអ្នកខ្លះក៏បាត់បង់ជីវិតជាហ្វាន់ក៏ទៀតថាដល់ពេលដែលត្រូវសម្លែងពួកគេក្នុងពេលនេះហើយលើមេឃមានរន្ទះយ៉ាងខ្លាំងនេះគេហៅថាបាតុភូតនៃមេឃខៀដែលកម្លាំងរន្ទះខ្លាំងមែនទែនតែតាមពិតទៅជាហ្វាន់បានរៀបចំរួចជាស្រេចដើម្បីកហាងនៅរន្ទះមេឃខៀបាញ់ទៅលើពួកគេតាមពិតគឺបាញ់ទៅលើជាហ្វាន់នោះទេក៏ប៉ុន្តែគាត់នឹងប្រើប្រាស់របស់នេះដើម្បីចាត់ការវាក៏បានបំផ្លាញនៅក្បួនការពាររបស់សត្រូវហើយក៏បានសរុបនៅចង្ក្រានមកដល់ឈីនេះត្រឡប់មកវិញរន្ទះចាប់ផ្ដើមបាញ់ពេញទីនោះអាខ្លានឹងឡងទៅប៉ះនាងថែមទៀតផងខណៈពេលនោះក៏អត្រីខ្មៅក៏បានចេញមកជួយជីជីបានទាន់ពេលវេលាក៏បាននាំនឹងចាក់ចេញពីទីនោះទៅមុនមនុស្សដែលមកពីពាន់អតិទេពសម្លាប់ក៏បញ្ញាប់ដកខ្លួនកិច្ចពីរន្ទះនោះតែអាចជាមិនងាយស្រួលនោះទេជាហ្វាន់ក៏សួរទៀតថាតើបញ្ញាប់ទៅណាលើកដែរបន្តិចក៏ហៅនៅរន្ទះនោះមកវិញបាញ់ទៅលើពួកគេបញ្ឈប់នៅចរណាក៏ប៉ុន្តែមិនទាន់ស្លាប់ភ្លាមៗនោះទេពួកគេពិតជាឈឺចាប់ជាមួយនឹងរន្ទះនេះជាខ្លាំងជាហ្វាន់ក៏និយាយទៀតថាពួកយើងនឹងឆ្លងកាត់នៅរន្ទះនេះជាមួយនឹងគ្នា
แต่วิสบายได้ก็อ่อนวัตถุฟันคลังเป็นเต้นไอตัวต้นจมูกหนึ่งปัตตพูดในไม่เคียขณะไปแต่ปุเวคือไอโจชนะบานโนเต้ที่กำลังกระดิ่งตะการเจฟันติดแท้ไอดังแต่ปุยังมีคณิประมาณเนี่ยในที่นี้เจฟันก็จะติดแท้เจอมันควอลโนเต้จึงบานดิบจำนวนเต้ดับเบิลสำหรับปุไอเต้ยังคลังมันดองเต้นึงกับบานโยดเกอปรมคเนริงก้างกับบานเลเตจะแพ้พ้องจางสหปริภาษาจิตบอมพรทมป้อนในเรื่องเต้ยังคลังกับบ้านประตูลังกับกระเป็นกับปูพนมขณะไปได้ชียิงกับบานตะดอลโมแต่กระดิบจ้างบางคลายเตชีกรงเชิงอ่อเฮยปุกเกกับปงเตสไวโรเจฟันแต่โรคมันต้อนเคยในลายนูเต้นิ่งก่อสบายใจมาดองเต้ในไปได้เคยเจฟันกับบางหายคลุ้นมาดองเตียนเป็นนี่เจฟันอาจจะลองพอดในปัตตพูดไม่ขี้บานในโจกใจอาจจะได้ขมากับบานมาดอลทีนิพงได้บานจะกรุสังกรุเนยจีชิงชิกสุตการเจฟันตะกอจังไม่ให้กอดกอมันไอนูเต้เจฟันกับบานสมทบตการจีพงได้เฟอร์นิ่งโชว์ปัญหาจมูกหนึ่งคลุ้นตัวมกับบานสรบในเรียนการบานนิ่งโจตะขนองทสอมวยยิงเกิดดังตีแทสมัยจักจิจารุตมาปีสมปอนอติเทพสำลับบานสลับออกจากจราเนี่ยหากหลายนี่คือจิกลายวิสัยหายกับบางจังขนมเยอะไปกลาคายนี่มันอายสับไซในปอร์เมนี่เจนจังกราบานนูเต้บางทีใช้ปุกเก้ในจุดหนึ่งครูธนาณเป็นนูได้ก่อไปเข้ากับบ้านรถมอแทงเทพท้องกับปราตการเจฟันเทแทเป็นนี่มีดึงท้องกับหลังเฮยเป็นนี่โดยเจ็บบัดเนินนานไปเข้ากับบ้านปราบโดยเป็นนูได้บรรทอปีปุกเก้บานจ่ายเจนเตอร์มันนูได้มาปีปัญญางขมาก็บอกมาบ้านในเรียนกาเปียนูเฮยจับโยเรียนใกล้แต่บ่อนเจนพิธีนูเมื่อต้องดูจิบไซน์ปอเข้ามาในปอซอนจังเชิงเตอร์ไปเข้ากับบ้านโจลจะช่วยถ้ามันอายอยู่ชนะวิบานนูเต้รอลมหอมเมื่อกับบานบักลางลืมเลยบอกประจำเนี่ยกับบานกำเริมตะการวิทาเปอร์เซ็นต์จีจะฟันจองเอาไม่แสดงนี่หนุ่มมินจูเวิร์นจึงเอาแต่ชูวิเนื้อไอยาวชีจึงยี่ก่อนจะติดแทนเมียนเนอร์ได้พิเศษบานสลับในไอสบกเนียนูทุกใบชีวีมันบานดังเนื้อเรื่องราวบานกาลางกระดาวแต่วิกับมันไอยังคอยในสกิมนึกได้จึงสุดการจะฟันตาหนึ่งตระทัวไว้บรรทบเตียนไปตะข้ามเกิดแทนวิปราปฏินี้ดับใบบังคับจะฟันในบางงานคลุนตาปนนอจะฟันกับตัววันจีแท้กบรามไอชมาบันเทอคลุนไอครองครูธนานุเตนี่คือจียาวจีเนื้อไอปะจินยังขมาประจานุกับบ้านจับนานจวมนี่คือจีประจาทองผู้แก่คือจองกำนดจมูกในฟันกลางหน้าเปนุก่ออันตริกมากับมันปราบปนกระบวนเทเลพอร์ตมวยนวมผู้แก่มาทีนี้จีฟันก่อเอาผู้แก่นั้นไปหยาบเราเล่นในคอมเมนต์ไรเตอร์ไอกูซักไซใส่เรื่องใบเยอะก่อสลายแต่ปปันนี่